តបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូសូមបង្ហាញរុក្ខជាតិមួយយ៉ាងដែលជួយសម្រាប់ការឈឺសន្លាក់ដៃសន្លាក់ជើងឆ្អឹងឆ្អែងឬក៏ការដួលប៉ះទង្គិចហើមក្រិចថ្លោះហ្នឹងហើយរុក្ខជាតិនេះឈ្មោះថាដើមកុកសោមឯតំបន់ខ្លះហៅថាវល្លច័ន្ទក្រិចឬក៏វល្លក្រិចអញ្ចឹងវាមានឈ្មោះ3យ៉ាងទី1ឈ្មោះថាកុកសោមទី2ឈ្មោះថាវល្លច័ន្ទក្រិចឬក៏តំបន់ខ្លះហៅថាវល្លក្រិចប៉ុន្តែជាទូទៅគេហៅថាវល្លច័ន្ទក្រិចអញ្ចឹងណាវាសម្រាប់ជួយព្យាបាលតទៅនឹងអាការៈហើមក្រិចថ្លោះហ្នឹងហើយរុក្ខជាតិនេះយើងប្រើបានទាំងដាំទឹកហូបហើយប្រើបានទាំងការប្រើប្រាស់នៅផ្នែកខាងក្រៅដើមច័ន្ទក្រិចឬក៏វល្លកុកសោមនេះជាប្រភេទវល្លទេមិនមែនជាប្រភេទដើមឈើដើមអីណាជាប្រភេទវល្លស្តៀងទៅនឹងវល្លថ្នឹងដែរបងប្អូនស្គាល់វល្លថ្នឹងដែលគេយកមកស្លម្ជូរគ្រឿងណាហ្នឹងហើយស្លម្ជូរគ្រឿងខណៈស្គាល់វល្លថ្នឹងវាអាចនឹងស្គាល់វល្លច័ន្ទក្រិចដែលវាប្រហាក់ប្រហែលគ្នាមើលសន្តានរៀងរៅអីវាជាប្រភេទវល្លស្តៀងគ្នាអញ្ចឹងណាគាត់ថាវល្លថ្នឹងវាមានរសជាតិជូរស្លឹកវាមានរសជាតិជូរហើយវាពណ៌ក្រមៅជាងនេះហើយផ្លែវាជាចកោមដូចស្នែងកបីអញ្ចឹងណាហ្នឹងហើយចំណែកឯវល្លច័ន្ទក្រិចនេះវាដុះមកមិនសូវជាច្រើនប្រហែលហើយវល្លវារាងបៃតងណារាងបៃតងឬជាងការរាងពណ៌ស្វាយតិចហ្នឹងហើយស្លឹកវាដុះទល់តងគ្នាជាពីរទល់តងគ្នាអញ្ចឹងណាហើយផ្លែវាក៏រាងទៅវែងដូចស្នែងកបីដែរផ្លែវាកាលណាបើវាមានផ្លែវាផ្លែវាទល់តងគ្នាដែរទល់គ្នាដូចស្នែងកបីយ៉ាងផ្លែមកគូដូចស្នែងកបីអញ្ចឹងណាកាលណាបើវាទុំទៅវាហើកាលណាត្រូវខ្យល់ត្រូវក្តៅទៅវាប្រេះទៅវាហើដូចយើងផ្លែគោទុំអញ្ចឹងណាហ្នឹងហើយផ្កាវាគឺមានផ្កាពណ៌រឿងលឿងណាផ្កាពណ៌រឿងលឿងហើយកាលណាបើវាធំទៅវាបែកចេញជា5ណាផ្កាវាផ្កាវាពណ៌លឿងហើយបែកចេញជា5អញ្ចឹងបងប្អូនស្រួលស្គាល់ទេជាពិសេសគឺផ្លែវាប៉ិនផ្លែថ្នឹងដែរហើយរាងដូចស្នែងកបីអញ្ចឹងហើយកាលណាបើទុំទៅវាបែកហើចេញដូចយើងសម្លៃអញ្ចឹងពណ៌សដូចសម្លៃអញ្ចឹងអាហ្នឹងជាផ្លែរបស់កុកសោមឬក៏វល្លច័ន្ទក្រិចនេះឯងសម្រាប់ការប្រើប្រាស់តទៅនឹងរុក្ខជាតិឱសថនេះគឺយើងប្រើទាំងមូលបើន័យថាប្រើទាំងដើមទាំងស្លឹកអញ្ចឹងណាហ្នឹងហើយប្រសិនបើបងប្អូនមានបញ្ហាឈឺសន្លាក់ដៃជើងបញ្ហាតទៅនឹងការឈឺសន្លាក់ដៃជើងឈឺឆ្អឹងឈឺឆ្អែងគ្រុនចាញ់រាកមូលហ្នឹងគេប្រើរុក្ខជាតិទាំងមូលសម្រាប់ដាំទឹកហូបហ្នឹងហើយប្រើសម្រាប់ដាំទឹកហូបណាបើបងប្អូនមានបញ្ហាឈឺសន្លាក់ដៃសន្លាក់ជើងឬក៏ឈឺឆ្អឹងឈឺឆ្អែងហ្នឹងបងប្អូនយកវល្លច័ន្ទក្រិចនេះចាប់ពី3ក្រាមទៅ10ក្រាមណា3ក្រាមទៅ10ក្រាមដាំទឹកហូបក្នុងមួយថ្ងៃអញ្ចឹងមិនយកច្រើនពេកទេណា3ក្រាមហើយនឹង10ឬក៏10ក្រាមអញ្ចឹងកុំច្រឡំរឿងក្រាមហើយនឹងខាំបើមួយខាំវាស្មើនឹង100ក្រាមអញ្ចឹងបើមួយខាំវាច្រើនណាស់អញ្ចឹងមួយខាំស្មើនឹង100ក្រាមហ្នឹងហើយដើមកុកសោមឬក៏ច័ន្ទក្រិចនេះយើងប្រើតែ3ក្រាមទេឬក៏10ក្រាមសម្រាប់ដាំទឹកហូបទៅទៅនឹងអ្នកដែលមានបញ្ហាឈឺសន្លាក់ដៃសន្លាក់ជើងឈឺឆ្អឹងឈឺឆ្អែងឬក៏គ្រុនចាញ់ឬក៏រាកមូលអាហ្នឹងយើងអាចប្រើរុក្ខជាតិហ្នឹងសម្រាប់ដាំទឹកហូបប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាផ្ទៃពោះណាសម្រាប់ស្ត្រីដែលមានផ្ទៃពោះគឺហាមប្រើបានទេហ្នឹងហើយវាអាចមានបញ្ហាប៉ះពាល់ដល់កអញ្ចឹងណាហ្នឹងគឺសម្រាប់បងប្អូនស្ត្រីដែលមានកហ្នឹងហើយមានកមានផ្ទៃពោះហ្នឹងគឺលោកហាមប្រើណានៅក្នុងការប្រើប្រាស់នៃរុក្ខជាតិឱសថកុកសោមហ្នឹងហើយប៉ុន្តែបើសម្រាប់យើងធម្មតាទូទៅទេយើងអាចប្រើបានជាថ្នាំឈឺសន្លាក់អីផងដែរហើយរុក្ខជាតិទាំងមូលបើសិនតែយើងបុកវាយកមកបំពោកនៅខាងក្រៅបើបុកវាម៉ត់បុកទាំងស្លឹកទាំងដើមអញ្ចឹងណាយកមកបំពោកនៅខាងក្រៅសម្រាប់ព្យាបាលអាការៈនៃការយើងឈឺសន្លាក់ដៃសន្លាក់ជើងឬក៏យើងហើមយើងក្រិចយើងថ្លោះហ្នឹងហើយអញ្ចឹងយើងបុកស្លឹករុក្ខជាតិទាំងមូលមកបំពោកនៅខាងក្រៅកន្លែងហើមក្រិចថ្លោះនឹងបានហ្នឹងហើយបើមិនអញ្ចឹងទេបងប្អូនចង់ប្រើជាមួយស្រាក៏បានដែរគឺយករុក្ខជាតិទាំងមូលនេះទាំងស្លឹកទាំងដើមទាំងអស់ហ្នឹងយើងកាត់យើងចិញ្ច្រាំរៀងខ្លីទៅហើយយកមកបុក
ai mọt chẳng á cả nãy bộc viêm mọt hai bông ôn vô sra so một ly mó sra so 50 ដឺក្រេអីចឹងណាឬក៏40 ដឺក្រេឬក៏50 ដឺក្រេក៏បានដែរយកស្រាណារៀងខ្លាំងតិចមកដើម្បីឲ្យជួយសម្រួលដល់សរសៃយើងអញ្ចឹងណាហ្នឹងហើយកាលណាបើបងប្អូនយកមកលាយនឹងស្រាអញ្ចឹងបុកវាម៉ត់ហើយយកមកលាយនឹងស្រាយកមកបិទត្រង់កន្លែងដែលយើងមានបញ្ហាហើមយើងក្រិចយើងថ្លោះឬក៏មានបញ្ហាបាក់ឆ្អឹងឆ្អែងអញ្ចឹងណាពីបុរាណមកក៏យកវល្លិច័ន្ទក្រិចហ្នឹងសម្រាប់ជួយព្យាបាលឆ្អឹងផងដែរប្រសិនបើមានអាការៈដែលដួលប៉ះទង្គិចឬក៏មានបការៈណាមួយដែលធ្វើឲ្យឆ្អឹងឆ្អែងយើងវាបាក់វាផ្លាត់អីចឹងណាពីបុរាណមកគេទៅរកគ្រូរកអីចឹងទៅហើយគ្រូចាប់ផ្ដើមតម្រែតម្រង់ឆ្អឹងហ្នឹងឲ្យបានត្រឹមត្រូវល្អហើយគេក៏ចាប់ផ្ដើមយកវល្លិច័ន្ទក្រិចហ្នឹងយកវល្លិច័ន្ទក្រិចហ្នឹងមកបុកវាម៉ត់ហើយគេយកមកបិទបំពោកត្រង់កន្លែងដែលបាក់ក្រិចហើមថ្លោះនោះបើមិនចឹងទេគេលាយជាមួយស្រាសលាយជាមួយស្រាសបុកឲ្យម៉ត់ហើយលាយជាមួយស្រាសគេយកមកបិទបំពោកត្រង់កន្លែងបាក់ក្រិចហើមថ្លោះហ្នឹងហើយសូម្បីតែបាក់ឆ្អឹងអីពីដើមមកក៏គេច្រើនតែយកវល្លិច័ន្ទក្រិចនេះមកប្រើដែរសម្រាប់ការប្រើផ្នែកខាងក្រៅចេះមិនជាកំណត់ទេបងប្អូនចង់ប្រើប្រមាណក៏បានដែរមានច្រើនយើងប្រើច្រើនអញ្ចឹងណាមានច្រើនប្រើច្រើនប៉ុន្តែបើមានតិចយើងប្រើតាមនោះទៅហ្នឹងហើយมันមានការកំណត់ទេហើយបើសិនជាយើងអាចលាយជាមួយនឹងរុក្ខជាតិផ្សេងទៀតក៏បានដែរប្រសិនបងប្អូនស្គាល់ណាដូចជាពន្លៃមើមពន្លៃមើមអីហ្នឹងក៏យើងអាចយកមកលាយជាមួយបានដែរមើមពន្លៃឬក៏ទ្រនំអេអូតអញ្ចឹងណាអាទ្រនំអេអូតហ្នឹងក៏ជាឱសថមួយសម្រាប់ជួយព្យាបាលទៅទៅនឹងហើមក្រិចថ្លោះអញ្ចឹងដែរអញ្ចឹងឲ្យតែឱសថណាដែលជួយព្យាបាលទៅទៅនឹងហើមក្រិចថ្លោះបាក់ឆ្អឹងបាក់ឆ្អែងអីក៏យកមកយកមកអីហ្នឹងអាហ្នឹងយើងអាចយកមកលាយជាមួយគ្នាបានហ្នឹងផ្នែកប្រើខាងក្រៅឯណាផ្នែកប្រើខាងក្រៅនេះមិនជាតួខុសអីទេបងប្អូនលាយពន្លៃក៏បានលាយជាមួយនឹងទំនំអេអូតបន្ថែមទៀតក៏បានលាយជាមួយនឹងប្រផេញញីប្រផេញឈ្មោលទៀតក៏បានប្រសិនបើអត់មានទេយើងប្រើត្រឹមតែវល្លិច័ន្ទក្រិចហ្នឹងឬក៏វល្លិកុកសោមហ្នឹងក៏បានដែរមិនបាច់ប្រើអីច្រើននៅប្របាក់ទេហ្នឹងហើយម្យ៉ាងទៀតបងប្អូនវល្លិច័ន្ទក្រិចនេះវាមានលក្ខណៈសម្បត្តិល្អត្រង់ថាចេះបងប្អូនមានបញ្ហាថតតែក្រិចជើងណាក្រិចជើងបើសិនជាយើងមិនយកទៅបុកទៅអីក៏បានដែរយើងយកវល្លិហ្នឹងយើងកាត់វល្លិហ្នឹងមកល្មមអាចរុំជើងបានឧទាហរណ៍ថាយើងក្រិចកជើងអញ្ចឹងយើងយកវល្លិកុកសោមហ្នឹងឬក៏ច័ន្ទក្រិចហ្នឹងមករុំជុំវិញជើងយើងហ្នឹងរុំត្រង់កន្លែងកជើងហ្នឹងទៅណាអាហ្នឹងតា3 4ថ្ងៃហ្នឹងបាត់ដោយមិនដឹងខ្លួនតែហ្មងចឹងបានចាស់លោកឲ្យឈ្មោះថាវល្លិច័ន្ទក្រិចឬវល្លិក្រិចហ្នឹងដោយសារតែវាជួយបញ្ហាក្រិចថ្លោះហ្នឹងឯងចាស់ពីដើមមកធ្លាប់ថាឲ្យតែមានក្រិចមានថ្លោះអញ្ចឹងគេយកវល្លិហ្នឹងមកចងមករុំឧទាហរណ៍ថាក្រិចដៃគេយកវល្លិហ្នឹងមករុំដៃបើថាក្រិចជើងថ្លោះជើងគេយកវល្លិហ្នឹងមកចងកន្លែងជើងយកមករុំជើងណាហ្នឹងហើយភាសាថ្លោះចកេះក្រិចចកេះអីទេគេយកវល្លិហ្នឹងមករុំកន្លែងចកេះហ្នឹងហើយនេះជាលក្ខណៈសម្បត្តិល្អរបស់វល្លិហ្នឹងហើយលោកគ្រូក៏ធ្លាប់បានពិសោធន៍ឃើញអញ្ចឹងដែរនេះដែលបញ្ហាក្រិចជើងធ្លាប់ក្រិចជើងខ្លួនឯងដើរទៅវាក្រិចជើងល្អអញ្ចឹងណាបន្ទាប់មកយកវល្លិហ្នឹងមករុំទៅស្រាប់បាន3 4ថ្ងៃវាបាត់អាការៈឈឺចាប់បាត់អីដោយមិនដឹងខ្លួនមិនដឹងថាបាត់ពីពេលណាមកអញ្ចឹងលក្ខណៈល្អរបស់វល្លិហ្នឹងក៏ល្អមែនទែនណាបងប្អូនអាចចាំយកទៅពិសោធន៍ខ្លួនឯងទៅបើសិនបើមានបញ្ហាក្រិចមានបញ្ហាថ្លោះមានបញ្ហាអីចឹងណាយកទៅវល្លិហ្នឹងទៅរុំជើងរុំដៃទៅក្រិចដៃរុំដៃក្រិចជើងរុំជើងក្រិចថ្លោះត្រង់ណារុំត្រង់នោះទៅអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងទេសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូនេះសូមជូនពរបងប្អូនទាំងអស់គ្នាបានប្រកបដោយសេរីសុខសេចក្តីចម្រើនកុំឲ្យមានរោគីអីបៀតបៀនបានឡើយសូមរកទទួលទានមានបានសូមជួយ Subscribe នៅ Channel នេះផងដើម្បីបានទទួលបាននៅចំណេះដឹងថ្មីទៀតទាក់ទងទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងទោះបីជាថាមិនបានច្រើនក៏បានខ្លះទៅដើម្បីជាប្រយោជន៍សម្រាប់ការចេះដឹងទាំងអស់គ្នាសូមអរគុណច្រើន